បដាមសាយរឿងគឺជាការប្រកួតរបស់មួយយ៉ាងជាមួយនឹងមនុស្សម្នាក់ទៀតជូសិង្ហដែលកំពុងមើលពីជំនាញនេះវិញក៏បាននិយាយទៅកាន់ជូកឺលីងឡុងថាទង្វើរបស់ជូកឺលីងឡុងគឺពិតជាគួរខកខ្លាំងណាស់នៅពេលដែលជូសិង្ហកំពុងតែនិយាយជាមួយជូកឺលីងឡុងនៅលើសង្វៀនការប្រកួតក៏បានចាប់ផ្ដើមផងដែរជូសិង្ហក៏បានបន្តនិយាយថានៅពេលដែលការប្រកួតកាន់តែតានតឹងចំណុចខ្សែរបស់គូប្រកួតនឹងត្រូវបានបង្ហាញឲ្យការប្រយុទ្ធនឹងកាន់តែពិបាកសម្រាប់ពួកគេប៉ុន្តែមានតែតាមរយៈរឿងទាំងនេះទេទើបពួកគេអាចមើលឃើញចំណុចខ្សែរបស់ពួកគេជូសិង្ហនិយាយបានតែត្រឹមនេះមួយយ៉ាងនៅលើសង្វៀនក៏ត្រូវបានគូប្រកួតរបស់គេវាយប៉ាងថយមកខាងក្រោយមួយយ៉ាងក៏បានស្ទុះចូលទៅម្ដងទៀតហើយជូកឺលីងឡុងក៏បានតបទៅកាន់ជូសិង្ហវិញថាបើមិនខកខើទេពួកគេអាចនឹងបាត់បង់ជីវិតយ៉ាងណាក៏ដោយពួកគេមានការការពារពីនាងនៅទីនេះនៅលើសង្វៀនប្រកួតឯនេះវិញមួយយ៉ាងនឹងគូប្រកួតរបស់គេក៏បានហោះឡើងទៅលើអាកាសរួចក៏បានដាក់គ្នាម្នាក់ម្ដាយហើយក៏បានមកដាក់ឲ្យពួកគេទាំងពីរនាក់ធ្លាក់ទៅលើអាកាសដេកស្អាតបាត់ទៅប៉ុន្តែមួយយ៉ាងគេក៏បានក្រោកឡើងចឹងហើយមួយយ៉ាងគឺជាអ្នកឈ្នះនៅក្នុងការប្រកួតមួយនេះជូកឺលីងឡុងដែលកំពុងមើលក៏បាននិយាយបន្តទៀតថានៅទីបំផុតពួកគេនឹងចាក់ចេញពីភពផែននៃពណ៌ខៀវហើយទៅកន្លែងដែលឆ្ងាយជាងនេះឈូសិង្ហក៏បាននិយាយទៅកាន់ជូកឺលីងឡុងថាជូកឺលីងឡុងគឺពិតជាផ្ដល់ក្តីសង្ឃឹមយ៉ាងខ្លាំងដល់ពួកគេជូកឺលីងឡុងក៏បានដាក់មកចិត្តឈូសិង្ហហើយក៏បាននិយាយថានេះគឺធ្វើបែបនេះសម្រាប់ឈូសិង្ហក៏បានយកដៃមកអេះក្បាលហើយក៏បាននិយាយថាខ្លួនគេល្អខ្លាំងម្ល៉េះជូកឺលីងឡុងក៏បានប្រាប់ឲ្យឈូសិង្ហកុំឲ្យយល់ច្រឡំអីនាងមានការព្រួយបារម្ភថាវាមានគ្រោះថ្នាក់ខ្លាំងពេកសម្រាប់ឈូសិង្ហក្នុងការជួយសង្គ្រោះមេដឹកនាំត្រកូលតែម្នាក់ឯងនាងកំពុងហ្វឹកហាត់ពួកគេឲ្យកាន់តែរឹងមាំដើម្បីឲ្យពួកគេអាចជួយឈូសិង្ហបានកាន់តែច្រើនបើមិនដូច្នេះទេការតែជួយមេដឹកនាំត្រកូលដែលផ្អែកលើសមត្ថភាពបច្ចុប្បន្នរបស់ឈូសិង្ហវាគ្រាន់តែទៅរកសេចក្តីស្លាប់ប៉ុណ្ណោះនៅលើសង្វៀនការប្រកួតលើកទី2របស់មួយយ៉ាងក៏បានចាប់ផ្ដើមដែលគូប្រកួតរបស់មួយយ៉ាងគឺជាបុរសកណ្ដាលម្នាក់ការប្រកួតក៏បានចាប់ផ្ដើមបុរសកណ្ដាលក៏បានស្ទុះទៅរកមួយយ៉ាងប៉ុន្តែក៏ត្រូវបានមួយយ៉ាងវាយគេឲ្យប៉ោងថយមកខាងក្រោយវិញបុរសកណ្ដាលក៏បានប្រើជំនាញចលនារបស់គេស្ទុះមកដល់ខាងក្រោយរបស់មួយយ៉ាងរួចក៏បានតតមួយយ៉ាងមកជើបកាប់មកបាត់ទៅឈូសិង្ហនិងឈូលៀងអឺដែលបានមើលក៏បានយកដៃមកខ្ទប់មុខរបស់ពួកគេនៅលើសង្វៀនឯនេះវិញមួយយ៉ាងក៏បានបើករបាំងមកការពារបុរសកណ្ដាលក៏បានប្រើជំនាញដៃរបស់គេវាយទៅកាន់របាំងការពាររបស់មួយយ៉ាងជាច្រើនដងរួចក៏បានធ្វើឲ្យរបាំងការពាររបស់មួយយ៉ាងបែកហើយវាក៏បានធ្វើឲ្យមួយយ៉ាងប៉ោងថយទៅខាងក្រោយដេកស្អាតផងដែរឈូលៀងអឺដែលបានមើលពីខាងក្រៅឯនេះវិញក៏បានស្រែកឲ្យមួយយ៉ាងនោះឆាវវាយបុរសកណ្ដាលនឹងទៅមួយយ៉ាងនៅលើសង្វៀនក៏បានក្រោកឡើងវិញនៅពេលដែលឃើញមួយយ៉ាងនៅតែក្រោកឡើងបុរសកណ្ដាលក៏បានលោតឡើងទៅលើអាកាសរួចក៏បានចាក់ដៃរបស់គេមកខាងក្រោមសម្ដៅទៅរកមួយយ៉ាងក៏បានលោតទៅរកបុរសកណ្ដាលដូចគ្នារួចក៏បានក្លេបុរសកណ្ដាលជាប់នៅលើអាកាសហើយមួយយ៉ាងក៏បានបោកបុរសកណ្ដាលជាប់មកខាងក្រៅវិញដែលបណ្ដាលអ្នកទាំងពីរដេកស្អាតបាត់ទៅប៉ុន្តែមួយយ៉ាងក៏បានលើកមេដៃឡើងចឹងហើយគេគឺជាអ្នកឈ្នះហើយបានធ្វើឲ្យឈូលៀងអឺមានការសប្បាយចិត្តជាខ្លាំងឈូសិង្ហដែលបានមើលពីក្រៅក៏បាននិយាយទៅកាន់ជូកឺលីងឡុងថាគេគឺមិនចង់ឲ្យមានអ្វីកើតឡើងចំពោះឈូលៀងអឺទេឈូលៀងអឺនឹងនៅក្មេងនៅឡើយចឹងហើយឈូសិង្ហចង់ឲ្យឈូលៀងអឺនឹងនៅជាមួយជូកឺលីងឡុងក៏បាននិយាយថាឈូសិង្ហនឹងក៏ជាក្មេងដូចគ្នាហើយនៅពេលដែលជូកឺលីងឡុងឃើញឈូលៀងអឺឡើងលើសង្វៀននាងក៏បានងាកមកកាន់ឈូសិង្ហឬក៏រំលឹកគេថានៅពេលដែលមួយយ៉ាងនឹងឈូលៀងអឺប្រកួតចាប់ដល់ពេលដែលជូកឺលីងឡុងនាងហ្វឹកហាត់ជាមួយនឹងឈូលៀងអឺវិញម្ដងហើយលើបែបនេះវាក៏បានធ្វើឲ្យឈូសិង្ហគេញាស់ដោយការភ័យខ្លាចឈូសិង្ហក៏បាននិយាយទៅកាន់ជូកឺលីងឡុងកុំឲ្យរំលឹកគេបានទេនៅលើសង្វៀនឯនេះវិញឈូលៀងអឺក៏បានបញ្ចេញព្រលឹងតែរបស់នាងចេញមកអាចែអាវសដែលជាគូប្រកួតរបស់ឈូលៀងអឺក៏បានបោះដៃឈូលៀងអឺចូលមកនៅពេលដែលឈូលៀងអឺហោះចូលអាចែអាវសក៏បានបើករបាំងការពារឈូលៀងអឺក៏បានបាញ់ព្រួញជាច្រើនដើម្បីបំបីរបាំងការពារប៉ុន្តែឈូលៀងអឺមិនអាចបំបីរបាំងការពាររបស់អាចែអាវសបាននោះទេនៅពេលដែលឈូលៀងអឺឃើញថានាងមិនអាចបំបីរបាំងការពាររបស់អាចែអាវសបានបែបនេះឈូលៀងអឺក៏បានស្ទុះចូលទៅទាត់របាំងការពាររបស់អាចែអាវសប៉ុន្តែឈូលៀងអឺក៏បានប៉ើងថយមកខាងក្រៅធ្លាក់ចេញពីសង្វៀនឈូសិង្ហក៏បានយកដៃទ្រើនាងផងដែរប៉ុន្តែទ្រើមិនត្រូវនោះទេហើយឈូលៀងអឺក៏បានធ្លាក់ក្បែរគេអាចែអាវសនៅលើសង្វៀនក៏បានឲ្យមេដៃចុះក្រោមមកកាន់ឈូលៀងអឺផងដែរដែលធ្វើឲ្យឈូលៀងអឺនាងខឹងជាខ្លាំងសាច់រឿងក៏បានកាត់មកនៅពេលដែលការប្រកួតរបស់ពួកគេបានចប់ឈូលៀងអឺក៏បានត្រំជើងរបស់នាងហើយក៏បាននិយាយថានេះគឺពិតជាចាញ់មែនមានការប្រកួតចំនួន9ហើយនាងបានចាញ់3ការប្រកួតឈូសិង្ហក៏បានមើលអង្អែក្បាលរបស់នាងហើយក៏បាននិយាយថាដោយសារតែឈូលៀងអឺនឹងនាងមើលស្រាគូប្រកួតពេកឈូលៀងអឺក៏បានថេះដៃរបស់ឈូសិង្ហចេញឬក៏បាននិយាយថាគឺឈូសិង្ហនឹងហើយដែលជាអ្នកមើលស្រាគូប្រកួតតើឈូសិង្ហគេដឹងអ្វីខ្លះជូកឺលីងឡុងក៏បានដាក់មកនិយាយថាឈូសិង្ហមិនបាននិយាយខុសទេជាក់ស្ដែងឈូលៀងអឺអាចហោះឡើងឲ្យខ្ពស់ហើយវាប្រហារពីចម្ងាយដើម្បីឲ្យនាងអាចសង្កេតមើលគូប្រជែងរបស់នាងបានប៉ុន្តែឈូលៀងអឺវិញនាងបាច់ជាចូលទៅប្រយុទ្ធចិត្តជាមួយនឹងគូប្រកួតរបស់នាងដោយផ្ទាល់នេះហើយគេហៅថាការមើលស្រាគូប្រកួតបន្តមកជូកឺលីងឡុងក៏បានមកនិយាយជាមួយនឹងមួយយ៉ាងវិញម្ដងថាមួយយ៉ាងគេបានឈ្នះការប្រកួតទាំង3ក៏ពិតមែនតែការប្រកួតទាំង3នោះគួរតែបញ្ចប់បានយ៉ាងលឿនប៉ុន្តែមួយយ៉ាងបែរជាឲ្យគូប្រកួតរបស់គេអូបន្លាយពេកបានយ៉ាងយូរហើយថែមទាំងធ្វើឲ្យខ្លួនរបស់គេមានរបួសទៀតផងវាគឺដោយសារតែមួយយ៉ាងមិនចេះប្រើជំនាញរបស់គេឲ្យចេះបត់បែនមួយយ៉ាងដឹងតែពីរបៀបប្រើកម្លាំងតែមួយមុខប៉ុណ្ណោះបន្ទាប់ពីនិយាយជាមួយនឹងមួយយ៉ាងរួចនាងក៏បានបែរមកនិយាយជាមួយនឹងសៀវហ្វឹងវិញម្ដងថាដៅរបស់សៀវហ្វឹងគឺពិតជាមុតស្រួចខ្លាំងណាស់រាល់ចលនានិងជំនាញរបស់សៀវហ្វឹងនឹងធ្វើឲ្យគូប្រជែងរបស់គេឈឺចាប់ប្រសិនបើសៀវហ្វឹងគេកំពុងប្រយុទ្ធសៀវហ្វឹងអាចសម្លាប់គូប្រជែងរបស់គេបានដោយចលនាតែមួយប៉ុន្តែកន្លែងនេះគឺជារបស់ជូកឺលីងឡុងតើសៀវហ្វឹងកំពុងព្យាយាមបំផ្លាញអាជីវកម្មរបស់ជូកឺលីងឡុងខ្លួននាងមែនទេបន្ទាប់ពីនិយាយបែបនេះរួចជូកឺលីងឡុងក៏បានបែរខ្លួនដើរចាក់ចេញហើយក៏បានប្រាប់សៀវហ្វឹងផងដែរថាឲ្យហ្វឹកហាត់ជាមួយនឹងឈូលៀងអឺនៅថ្ងៃស្អែកដែលព្យាយាមយកឈ្នះឈូលៀងអឺប៉ុន្តែមិនសម្លាប់នាងឈូលៀងអឺក៏បាននិយាយថានាងនឹងមិនចាញ់មនុស្សល្ងងម្នាក់នេះនោះទេបន្ទាប់ពីនិយាយចប់ពួកគេទាំងអស់គ្នាក៏បានដើរចាក់ចេញទៅឈូសិង្ហក៏ចង់ទៅតាមប៉ុន្តែក៏ត្រូវបានជូកឺលីងឡុងញ៉ឹងស្លឹកត្រចៀករបស់គេជាប់ជូកឺលីងឡុងក៏បានសួរថាតើជូសិង្ហគេចង់ទៅណាឈូសិង្ហក៏បាននិយាយថាគេគឺចង់ទៅបង្គន់ជូកឺលីងឡុងក៏បាននិយាយថាវានឹងត្រូវរងចាំរហូត
ដល់នាងហ្វកាជាមួយនឹងឈូសិង្ហរួចទៅឈូសិង្ហអាចទៅបាននិយាយរួចជូកើលឹងឡងក៏បានដាក់ទៅកាន់សង្វៀនហើយក៏បាននិយាយទៅកាន់ឈូសិង្ហផងដែរថានាងគឺដឹងថាឈូសិង្ហមានប្រឡងផ្កាយដ៏ខ្លាំងក្លាវាគ្រាន់តែថាឈូសិង្ហស្ថិតនៅក្នុងដំណាក់កាលទៀតជូកើលឹងឡងក៏បានប្រាប់ឲ្យឈូសិង្ហប្រើកម្លាំងរបស់គេទាំងអស់មកដើម្បីឲ្យនាងបានឃើញឈូសិង្ហក៏បាននិយាយថាមើលទៅគេមិនអាចគេចផុតបាននោះទេបន្ទាប់ពីឡើងមកដល់សង្វៀនឈូសិង្ហក៏បានសួរទៅកាន់ជូកើលឹងឡងថាតើនាងត្រៀមខ្លួនហើយឬនៅបន្ទាប់ពីនិយាយចាប់ឈូសិង្ហក៏បានរត់ទៅរកជូកើលឹងឡងប៉ុន្តែក៏ត្រូវបានជូកើលឹងឡងវាយគេប៉ាធ្វើខាងក្រៅកាប់មុខបាត់ទៅឈូសិង្ហក៏សួរទៅកាន់ជូកើលឹងឡងថាជូកើលឹងឡងហ្នឹងនឹងលេងមែនតើឬជូកើលឹងឡងក៏បានតបវិញថាពិតប្រាកដណាស់តែឈូសិង្ហហ្នឹងមើលទៅដូចជានាងកំពុងតែលេងសើចជាមួយនឹងគេទេឈូសិង្ហក៏បានក្រោកឡើងហើយក៏បាននិយាយទៅកាន់ជូកើលឹងឡងថាឲ្យនាងហ្នឹងត្រៀមខ្លួនទៅនៅពេលដែលឈូសិង្ហគេធ្ងន់ធ្ងរគេខ្លាចថាខ្លួនគេនឹងមិនអាចទប់ចិត្តបាននិយាយចាប់ឈូសិង្ហក៏បានស្ទុះចូលទៅប៉ុន្តែក៏ត្រូវបានជូកើលឹងឡងវាយគេប៉ាំងថយមកខាងក្រៅអុកពួតម្ដងទៀតឈូសិង្ហក៏បានក្រោកឡើងហើយក៏បាននិយាយថាចលនាតូចតែបែបនេះមិនមានឥទ្ធិពលមកលើគេនោះទេនិយាយចាប់ឈូសិង្ហក៏បានបញ្ចេញថាអំពើរបស់គេហើយជូកើលឹងឡងនាងក៏បានញញឹមផងដែរ